នេះគឺម្ហូបពិសេសរបស់ខ្ញុំក្នុងថ្ងៃ Mother Day ហើយគឺប្រហុកចិញ្ច្រាំពងទាជាពិសេសបានប្រហុកខ្មែរទៀតបងប្អូនហើយថ្ងៃនេះជាថ្ងៃពិសេសជាទិវាគុណម្ដាយស្វាមីនិងកូនទៅកាត់ផ្កាមកផ្ទះយកមករៀបឲ្យគឺទៅផ្កាមួយបាច់នេះចាចំណេញបានលុយ$50ដែរដែលយើងបាច់ចាំទិញគេតាមពិតទៅខ្ញុំមិនចង់បានផ្កាអីពីកូនទេប៉ុន្តែចង់ឲ្យគាត់នឹងរៀនអំពីសិលធម៌សុជីវធម៌ក្នុងថ្ងៃពិសេសអញ្ចឹងយើងត្រូវធ្វើមិនអញ្ចឹងណាហើយចំណែកដើមខ្ទឹមនេះគឺយើងទិញពីផ្សារមកយើងកាត់យកគល់វាមកដាំបងប្អូនបើសិនជាបងប្អូនអត់ចង់បដោះចាអាចប្រើវិធីនេះក៏យើងដាំខ្ទឹមបានល្អថ្ងៃនេះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលទេសភាពដ៏ស្រស់ស្អាតចាកន្លែងសាមញ្ញធម្មតាប៉ុន្តែមានអារម្មណ៍ថាស្រស់ស្រាយមិនធម្មតាហើយអ្វីដែលធ្វើឲ្យយើងកាន់តែស្រស់ស្រាយទៀតនោះគឺថាមានអំពៅសាងមួយចានមកជាមួយទៀតចាអំពៅនេះគឺកាប់ពីផ្ទះមកទេបងប្អូនអើយហើយញ៉ាំនៅកន្លែងចឹងគឺថារឹតតែឆ្ងាញ់តែម្ដងនិយាយទៅទេសភាពកន្លែងនេះគឺស្អាតមែនបងប្អូនតាមពិតខ្ញុំមករកកន្លែងចាស់ទេកន្លែងចាស់ដែលខ្ញុំធ្លាប់មកហ្នឹងវាមានហាងកាហ្វេមួយនៅទល់មុខនឹងយើងអាចអង្គុយផឹកកាហ្វេហើយចាំមើលទេសភាពបដាប៉ុន្តែថ្ងៃហ្នឹងចៃដន្យអីរកវាអត់ឃើញបងប្អូនដោយសារខ្ញុំមកលើកមុនហ្នឹងវាយូរហើយ5-6ឆ្នាំហើយសើចទៅសើចមកវាមានកន្លែងចឹងច្រើនណាប៉ុន្តែវាអត់មានអាហារកាហ្វេណាចាហើយអាហារកាហ្វេមួយហ្នឹងខ្ញុំអត់បានសេវកន្លែងទុកដោយសារតែកន្លែងនេះវាជាលុកអាវទីទួលខ្ពស់បងប្អូនចាអញ្ចឹងអាកាសធាតុវារាំងត្រជាក់ខុសប្លែកពីកន្លែងធម្មតាហើយបើបងប្អូនមកកុំភ្លេចពាក់អាវដៃវែងមកផងឥឡូវខ្ញុំរកកន្លែងចាស់អត់ឃើញចាបន្តដំណើរទៅមុខទៀតទៅមកកន្លែងទៀតបាយបាយជំរាបសួរអ្នកម្ដាយគ្រប់រូបទូទាំងពិភពលោកចាថ្ងៃនេះគឺជាថ្ងៃទិវាគុណម្ដាយនៅក្នុងប្រទេសអូស្ត្រាលីហើយខ្ញុំក៏បានឃើញបងប្អូនខ្មែរយើងមួយចំនួនចាផុសអបអរសាទរទិវាគុណម្ដាយហើយអ្វីដែលខ្ញុំក៏សម្គាល់នោះគឺថាអូស្ត្រាលីហើយនិងខ្មែរនឹងគឺប្រារព្ធទិវាគុណម្ដាយក្នុងថ្ងៃតែមួយចាដោយសារតែនៅប្រទេសមួយចំនួនផ្សេងទៀតដូចជានៅខាងប៉ែកអឺរ៉ុបអីគឺគេធ្វើថ្ងៃទិវាគុណម្ដាយចាខុសគ្នាបងប្អូនចាអញ្ចឹងបងប្អូនកុំយល់ច្រឡំហើយថ្ងៃនេះគឺខ្ញុំនាំកូនចាមកដើរព្រៃឲ្យមានអារម្មណ៍ស្រស់ស្រាយបន្តិចព្រោះថានៅផ្ទះនោះគឺស្ដាប់តែសលេងឡានសលេងម៉ូតូរាំងច្រើនដែរកន្លែងធម្មតាប៉ុន្តែយើងមានអារម្មណ៍ថាស្រស់ស្រាយមិនធម្មតាចាហើយការចូលមកកន្លែង Botanical Garden នៅកន្លែងណាក៏ដោយបងប្អូននៅក្នុងប្រទេសអូស្ត្រាលីនេះគឺមិនមានការបង់ថ្លៃទេគឺ free តែម្ដងចាហើយក្នុងឱកាសទិវាគុណម្ដាយនេះផងដែរក៏សូមជូនពរឲ្យអ្នកម្ដាយគ្រប់រូបក៏ដូចជាម្ដាយខ្ញុំហើយនឹងចាបងប្អូនសាច់ញាតិអ្នកម្ដាយគ្រប់រូបទាំងអស់ចារួមទាំងខ្ញុំដែរជួបតែសុខភាពល្អចាសំណាងល្អគ្រប់គ្នាហើយអរគុណស្វាមីខ្ញុំមែនទែនដែលថ្ងៃនេះគឺបើកឡានចុះឡើងជូនខ្ញុំដើរលេងហើយសំខាន់ហ្នឹងគឺថាចង់ទៅកន្លែងចាស់តែអត់បានដូចចិត្តពួកអីវាភ្លេចកន្លែងនោះទៅម្ដងហើយប៉ុន្តែអត់បានសេវទុកអញ្ចឹងណាបងប្អូនចាហើយដើរទៅដើរមកហ្នឹងគឺថាលួចមើលតែផ្កាគេហ្នឹងហើយចង់បានគ្រាប់ផ្កាគេយកមកដាំបងប្អូនហើយថ្ងៃនេះចាចុងក្រោយបំផុតហ្នឹងគឺថាមក McDonald និយាយទៅកូនខ្ញុំទៅណាក៏ដោយគឺថាមិនចោលទេ ice cream ហើយនឹងមានពាក្យមួយឃ្លាគេនិយាយថាក្តីស្រឡាញ់ដែលយើងមានចំពោះខ្លួនឯងគឺជាក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលថ្ងៃនេះឃើញមេសតុំក៏នៅឃើញចង់កាត់ផ្កាបានមួយបាច់ពីរបាច់ជិះទៅដាក់ក្នុងផាំងលើផ្ទះតាមពិតទៅមិនមែនដើម្បីខ្លួនឯងទេបងប្អូនគឺដើម្បីឲ្យកូនឃើញថាតើយើងត្រូវធ្វើម៉េចរៀបចំជីវិតយើងយ៉ាងម៉េចដើម្បីឲ្យយើងនឹងមានក្តីសុខព្រោះមនុស្សយើងម្នាក់មិនអាចចេះតែដេកសុំក្តីសុខពីគេមកបានទេគឺយើងត្រូវចេះបង្កើតក្តីសុខដោយខ្លួនឯងគឺទៅផ្កាពីរបាច់នេះចំណេញលុយបាន$100ដែរបងប្អូនបើសិនជាទៅទិញនៅផ្សារគឺដឹងតែមួយបាច់$50ហ្មងហើយឥឡូវយើងមានខ្លួនឯងដាំខ្លួនឯងគឺថាអត់មានអស់លុយ1រៀលទេថ្ងៃនេះមករៀបដើមកទួតឲ្យគេពីដើមហើយនិយាយពីរឿងអ្នកទិញជនជាតិឥណ្ឌាដែលគាត់មកទិញយើងបងប្អូនគឺគាត់ប្រើ style ឈរយើងដដែលដូចគ្នាអញ្ចឹងមុនដំបូងមកម្នាក់ពីរនាក់បងប្អូនណាខ្ញុំចាអាណិតគេហើយបញ្ចុះតម្លៃគេដោយសារគាត់និយាយថាចេះគាត់និយាយថា
គាត់បើកឡានមកឆ្ងាយអស់សាំងថ្លៃច្រើនអញ្ចឹងខ្ញុំសុំខ្ញុំបញ្ចុះតម្លៃដល់ពេលមកច្រើនគ្នាបងប្អូននិយាយដូចថាគាត់និយាយដដែលអញ្ចឹងដល់ពេលហើយយើងដឹងថាអូអានឹង style ឈររបស់គេតើអញ្ចឹងខ្ញុំអត់ត្រូវចាញ់បោកពួកហ្នឹងឯងខ្ញុំលក់ពង្រឹងតម្លៃព្រោះដោយសារអីដោយសារតាណាំខ្ញុំហ្នឹងវាធូរថ្លៃស្រេចហើយបញ្ចុះតម្លៃឲ្យគេទៀតអាហ្នឹងរត់តែខាតរត់តែអស់បដ ாய் ហើយឥឡូវគឺអត់ចាញ់ឆោតទៀត